សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមករៀនព្រលឹមបន្តិចចុះមកចាប់ក្តាមតាមវាស្នេហ៍ទៀតដល់និយាយពីថ្ងៃហ្នឹងសបោក្តាមមែនទែនដោយសារតែប្រហែលថ្ងៃមុនណាភ្លៀងធ្លាក់2ថ្ងៃជាប់គ្នាអញ្ចឹងទឹកឡើងពេញស្រែក្តាមវាចាប់ផ្ដើមវាចេញពីរូងនិយាយទៅថាសบายចាប់មែនទែនក្តាមហើយក្តាមដែលយើងចាប់បានថ្ងៃហ្នឹងណាគឺយើងយកទៅធ្វើបន្ទុកក្តាមញ៉ាំតើបងប្អូនធ្លាប់បានសាអីបន្ទុកក្តាមនិយាយពីរសជាតិម៉ែអេមហើយចង់ប្រាប់បន្ទុកក្តាមហ្នឹងអាចនិយាយបានថាជាមុខម្ហូបពិសេសប្រចាំតកោរបស់នាងខ្ញុំព្រោះថាគុំគូសារបស់នាងខ្ញុំចូលចិត្តធ្វើយើងធ្វើញ៉ាំជាប្រចាំហ្មងដោយសារតែរសជាតិវាឆ្ងាញ់សួរថាបងប្អូនធ្លាប់បានឮទេបើអត់ធ្លាប់បានឮទេមកសាករៀនធ្វើបន្ទុកក្តាមជាមួយនាងខ្ញុំទៅនេះតែរសជាតិដឹងតែអេមឆ្ងាញ់មហាសែនឆ្ងាញ់ហើយបងប្អូនឯងអត់កុហកទេតែមុននឹងធ្វើយើងឥឡូវយើងត្រូវចាប់ក្តាមសិនដូចបានប្រាប់អញ្ចឹងដោយសារតែប្រហែលថ្ងៃមុនណាភ្លៀងធ្លាក់ច្រើនពេកឥឡូវទឹកឡើងពេញស្រែវិញទៀតហើយមុនដំបូងថាត្រូវយកចបទៅជីកក្តាមបងប្អូននេះប៉ុន្តែដើរមកដល់ស្រែឥឡូវក្តាមវាឡើងចេញពេញទៅស្រែនឹងឥឡូវក៏រើសដាក់សិនទៅត្រមទៅដល់កន្លែងយើងជីកនេះបងប្អូននេះក្តាមស្រែសុទ្ធ 100% ហ្មងវាពេញតែគុំកញ្ច្រាំងនឹងថារើសដាក់សបាយដោយសារតែភ្លៀងមកហ្នឹងវាចេញមកសបាយវាដែរហ្នឹងវាមកលេងទឹកណាសបាយប៉ះ admin មានអីដាក់ទៅបងប្អូនអើយក្រឹបជាប់ណែឃើញទេបងប្អូនហើយឆ្ងល់មួយយ៉ាងទៀតណាភាគច្រើនបងប្អូនធ្លាប់ឆ្ងល់ដូចខ្ញុំអត់ភាគច្រើនណាអ្នកណាគេភ្នែកធំអីបងប្អូនមួយចំនួនក៏ចូលចិត្តប្រអាប់ថាមើលភ្នែកធំប៉ុណ្ណានៃលៀនដូចក្តាមជុះក្តាមគ្នាខុសអីណាក្រក់ណាភ្នែកអីលៀនអីបន្ទុកតែគ្នាកាប់ពិតគ្នាលៀនរបៀបធម្មជាតិលៀនស្អាតសោះហ្នឹងណាក្តាមគិតទៅមនុស្សខូចដែរប្រអាប់តែគ្នាក៏ចេះអន់ចិត្តមិនថាអញ្ចឹងឯក្តាមណានិយាយលេងទៅបងប្អូននេះកាប់ពិតទៅការប្រអាប់ហ្នឹងគឺការប្រអាប់លេងរបស់មនុស្សចេះហ្នឹងណាតែក៏និយាយជាប់គ្នាទៅអាភ្នែកលៀនដូចក្តាមទៅពិតភ្នែកក្តាមលៀនមែនតាមិនទៅខុសអីភ្នែកលៀនមែនតាអូខេឥឡូវបន្ទាប់ពីដើរមកកណាត់ណាមកកណាត់ស្រែចូលពី3ស្រែដែរវាផុតអាកន្លែងទឹកហូរហ្នឹងឯងបងប្អូនអើយក្តាមក៏រើសបានក្រែគ្រាន់ដែរប៉ុន្តែនៅតែអត់គ្រប់ដោយសារតែបន្ទុកក្តាមយើងគឺយើងត្រូវការក្តាមរៀងក្រែគ្រាន់ដែរអញ្ចឹងក៏មកជីកបន្ថែមទៀតនេះបងប្អូននេះអាកន្លែងដែលស្រែខ្ពស់វាអត់មានទឹកលិចទឹកហូរហៀមកគឺវាអត់ចេញទេវានៅក្នុងរូងនឹងឯងអញ្ចឹងក៏ជីកបន្ថែមទៀតទៅបងប្អូននេះបានប្រហែលជាជាង10ទៀតអញ្ចឹងទាំងអារើសទាំងអីដូចបានក្រែគ្រាន់ដែរហើយថ្ងៃនោះក្តាមសិតទៅធំបងប្អូននេះហើយបន្ទាប់ពីយើងជីកវារួចរាល់ហើយគិតថាក្តាមយើងដូចវាបានក្រែគ្រាន់សល់ល្មមហើយឥឡូវយើងវិលត្រឡប់មកកន្លែងយើងធ្វើម្ហូបវិញនេះអូខេឥឡូវយើងបានមកដល់កន្លែងយើងធ្វើម្ហូបហើយក្តាមដែលយើងជីកបានហ្នឹងគឺយើងត្រូវការយកវាទៅលាងទឹកសម្អាតម្ដងទៀតឲ្យស្អាតព្រោះថាក្តាមដែលយើងជីកមកវាជាប់សិតតែដីសិតតែកតិកទីស្លឹកឈើសម្បីតែក្តាមដែលយើងរើសនឹងក៏ដោយដែរបងប្អូននេះសិតតែដីសិតតែអីអញ្ចឹងយើងចាប់ផ្ដើមចាក់ទឹកចូលក្នុងកន្ទន់ហើយលាងវាម្ដងមួយមកដើម្បីឲ្យក្តាមយើងវាស្អាតមែនទែនជ្រោកវាម្ដងមួយឲ្យស្អាតឲ្យជ្រះដីជ្រះផុកមកឃើញទេនិយាយពីថាក្តាមគឺល្អមែនទែនថ្ងៃនឹងឲ្យច្រោះនិយាយពីភ្នែកវិញអូយឡើងច្រោះពេញចន្ទៃនឹងបងប្អូនអើយសិតតែភ្នែកលៀនទាំងអស់កុំថាគេចូលចិត្តប្រអាប់កាពិតភ្នែកក្តាមលៀនមែនតាអូខេតែពិតគ្នាលៀនខ្ជូតទេណាភ្នែកក្តាមហើយឆ្ងល់មួយទៀតអាក្តាមហ្នឹងតនាងទលាប់វាមិនដឹងជាមិនទេចូលចិត្តតតោងគ្នាគៀបគ្នាហ្នឹងណាបើថាយើងជីកបានហើយយើងទុកក្នុងចន្ទៃទុកក្នុងកធុនវិញណាតែពី2ម៉ោងឯងបងប្អូនវាគៀបដាច់ជើងដាច់ដៃគ្នាវាហ្នឹងខ្ទេចតែដៃយើងលាងមិនប្រយ័ត្នហ្នឹងក៏វាគៀបខ្ទេចដែរប៉ុន្តែដោយសារគ្មានបញ្ហាទេដូចបាន5អញ្ចឹងនេះខ្ញុំជំនាញខាងក្តាមជីកក្តាមអីបកក្តាមអីតាំងពីតូចវាអត់បញ្ហាគៀបតែគ្នាវាប៉ុន្តែនឹងខ្ញុំវាមិនងាយគៀបបានទេអូខេហើយឥឡូវសម្រាប់ក្តាមដែលយើងបានលាងស្អាតរួចរាល់ហ្នឹងយើងចាប់ផ្ដើមបកវាមកយើងទុកស្នូលផ្សេងខ្លួនវាផ្សេងណាហើយចង់ប្រាប់ថាបន្ទុកក្តាមយើងគឺយើងអត់ត្រូវការស្នូលទេប៉ុន្តែដោយសារថ្ងៃហ្នឹងដូចបងប្អូនបានឃើញស្រាប់អញ្ចឹងក្តាមយើងនិយាយពីបកមកសិតតែខ្លាញ់ហើយនឹងពងឡើងលឿងពេញស្នូលអញ្ចឹងហើយក៏បានបោះចោលដែរស្នូលហ្នឹងគឺយើងចាប់ផ្ដើមយកទៅគៀបក្តាមមកគៀយកតែខ្លាញ់ហើយនឹងអាពងវាលឿងនឹងតែប៉ុណ្្នឹងបន្ទុកក្តាមយើងរឹតតែឆ្ងាញ់បងប្អូនអាខ្លាញ់ហើយនឹងពងនឹងកុំចោលណាគៀវាមកដឹងតែជាតិហើយនិយាយទៅសម្រាប់ខ្លួនក្តាមក៏ដោយដែរកន្លែងណាដែលមានជាប់ពងមានជាប់ខ្លាញ់ហ្នឹងគៀមកបងប្អូននេះនិយាយពីថារបស់ឆ្ងាញ់តែនឹងឯងដឹងស្រាប់ហើយខ្លាញ់ក្តាមពងក្តាមឆ្ងាញ់ហើយឈ្ងុយទៀតអូខេយើងក៏ចាប់ផ្ដើមធ្វើការគៀនេះបានឡើងកន្លះកូនចានដែរបងប្អូននេះហើយចំណែកខ្លួនរបស់វាគឺយើងត្រូវការយកវាទៅបុកបន្ទុះក្តាមយើងគឺយើងត្រូវការបុកពូតយកសាច់វាណាយើងដាក់ចាប់ផ្ដើមដាក់ក្តាមយើងចូលក្នុងត្បាល់ហើយបុកវាម៉ត់បែបនេះមកបងប្អូនណាបុកទាំងអស់មកទាំងតាគៀបទាំងអីបុកទាំងអស់មកព្រោះយើងមិនអាចបកយកតែសាច់វាបានទេក្តាមវាទូចអញ្ចឹងទាត់ចាប់ផ្ដើមបុកវាឲ្យម៉ត់ហើយកាលណាក្តាមរបស់យើងបានបុកម៉ត់រួចរាល់ហើយយើងមានចានមានអីដាក់វាក្នុងចានដួសដាក់ក្នុងចានហើយយើងបន្ថែមទឹកបន្តិចទៅណាបានយើងពូតវាចេញនិយាយទៅយើងត្រូវការពូតយកតែសាច់ក្តាមប៉ុន្តែបើយើងអត់ដាក់ទឹកក៏ពូតអត់ចេញដែរអញ្ចឹងហើយយើងដាក់ទឹកច្បល់ពូតយកតែសាច់ក្តាមហើយសម្រាប់កាកដែលវានៅសល់បងប្អូនកុំចោល
ពូតម្ដងទៀតមកពោះវានៅតែមានជាតិសាច់វាដែរយើងបុកវាមកសម្បកទៀតមកហើយយើងពូតវាម្ដងទៀតមកដើម្បីអស់ជាតិសាច់ក្តាមយើងមែនទេណានេះពូតហើយក៏នៅតែមានទឹកនៅមានជាតិសាច់ក្តាមដែរអញ្ចឹងពូតវា2ដងមកដើម្បីកុំឲ្យខាតក្តាមរបស់យើងណាបន្ទាប់ពីយើងពូតរួចរាល់ហើយនេះបងប្អូនមានកញ្ច្រែងមានកត្រងដូងក៏បានតែថ្ងៃហ្នឹងខ្ញុំមានតែកញ្ច្រែងជាអញ្ចឹងក៏ចាប់ផ្ដើមត្រងទឹកក្តាមដែលយើងបានពូតហ្នឹងណាត្រងវាស្អាតមកពូតថាធម្មតាយើងពូតក៏អត់អស់ដែរវាមានសិតតែកំតិចណាតកិចកំតិចតកៀបវាដៃជើងវាអញ្ចឹងត្រងវាស្អាតមកដើម្បីឲ្យសាច់ក្តាមរបស់យើងហ្នឹងវាម៉ត់ល្អអត់ក៏ក្រើមនៅពេលដែលយើងយកទៅធ្វើបន្ទុកក្តាមអូខេឥឡូវយើងទុកសាច់ក្តាមយើងម្លាយសិនទៅឥឡូវចាប់ផ្ដើមមកបុកម្ជូរស្លឹកតមូងណាបងប្អូនស្លឹកតមូងយើងបេះវាមកហាន់ក៏បានមិនហាន់ក៏បានបុកយកតែម្ដងទៅនេះបុកឲ្យឡើងម៉ត់បែបនេះមកគាត់បុកប៉ុណ្ណឹងនិយាយពីថាឈ្ងុយឡើងជ្រាវទឹកមាត់ដោយសារតែម្ជូរតមូងយើងរសជាតិវាជូរណាអូខេបន្ទាប់ពីយើងបុកម្ជូរតមូងហើយយើងទុកវាម្លាយសិនទៅឥឡូវយើងចាប់ផ្ដើមបញ្ច្រាំខ្ទឹមសនេះខ្ទឹមសដាក់រៀងក្រៃគ្រាន់មកបងប្អូននេះ6 7កពឹសមកណាដើម្បីយើងយកវាទៅកម្លោយឲ្យឈ្ងុយអូខេហើយយើងក៏ចាប់ផ្ដើមមកចិញ្ច្រាំប្រហុកវិញម្ដងប្រហុកយើងគឺយើងដាក់មកល្មមមែនទេយើងត្រូវការចិញ្ច្រាំវាឲ្យម៉ត់អូខេឥឡូវយើងចាប់ផ្ដើមដល់វគ្គពិសេសហើយដើម្បីធ្វើបន្ទុកក្តាមរបស់យើងគឺយើងត្រូវការមានឆ្នាំងក៏បានខ្ទះក៏បានដែរណាបងប្អូនតែថ្ងៃហ្នឹងខ្ញុំប្រើឆ្នាំងដាក់ឆ្នាំងមកដាក់ប្រេងឆាចូលបន្តិចមកគឺខ្ទឹមសដែលយើងបានចិញ្ច្រាំហ្នឹងដាក់វាកម្លោយវាឡើងឈ្ងុយមកឲ្យឡើងពណ៌ជើងក្រងមកបន្ទាប់មកទៀតបងប្អូននេះថែមស្ករសបន្តិចមកដាក់ប្រហុកយើងចូលមកកូរឲ្យឡើងឈ្ងុយអើយតែប៉ុណ្ណេះឈ្ងុយឡើងឡប់បងប្អូននេះឈ្ងុយមែនតើណាហើយបន្ទាប់ពីគ្រឿងយើងបានឈ្ងុយល្អមែនតើហើយយើងចាប់ផ្ដើមចាក់ទឹកក្តាមដែលយើងបានពូតហ្នឹងណាចាក់ចូលក្នុងឆ្នាំងយើងមកតែកុំចាក់ឈូណាយើងត្រូវទុកក្រោមបាតវាបន្តិចដោយសារតែវានៅកំតិចកំទីយើងត្រងវាអត់ទាន់ស្អាតទេហើយបន្ទាប់មកយើងក៏ចាក់អាគេហៅថាខួរក្តាមខ្លាញ់ក្តាមដែលយើងបានឆ្កឹះវាទុកហ្នឹងចាក់ចូលទាំងអស់មកបងប្អូនថែមទឹកបន្តិចណាយើងថែមវារៀងបន្តិចមកពូកាណាតើសាច់ក្តាមហើយនឹងខួរក្តាមហ្នឹងវាខាប់ពេកអញ្ចឹងយើងថែមទឹកបន្តិចមកគ្របទុកឲ្យវាពុះបន្ទាប់ពីពុះមកបងប្អូននិយាយពីថាក្លិនឡើងឈ្ងុយឥឡូវយើងបន្ថែមម្ជូរលឹកត្មូងបន្តិចមកប៉ុន្តែដោយសារថាបុករៀងច្រើនពេកឥឡូវអត់បានដាក់ទាំងអស់ទេម្ជូរលឹកត្មូងហ្នឹងទុកខ្លះខៃវាជូរពេកណាបន្ទាប់មកទៀតយើងមានម្ទេសដាក់ម្ទេសមកហើយឥឡូវដល់វគ្គយើងណាបន្ថែមគ្រឿងក្រៅបន្ថែមទៀតមានដូចជាស្ករប៊ីចេងអំបិលរ៉ូឌីណាដាក់មកបងប្អូនតាមចំណង់ចំណូលចិត្តទឹកត្រីក៏កុំភ្លេចជ្រោយបន្តិចមកដើម្បីវាកាន់តែឈ្ងុយណាបន្ទុកក្តាមយើងតែប៉ុណ្្នឹងណាវាបានឆ្អិនរួចរាល់ហើយគ្របទុកឲ្យវាពុះប្រហែលជា5នាទីនេះឃើញទេតំណងឯងនិយាយពីថាបើកមកឈ្ងុយមែនតើអូនិយាយពីថារសជាតិមកអែមឥឡូវសុំភ្លក់បន្តិចសិនណាដាក់មួយម៉ាត់ទៅចេបមានអីបងប្អូនមកល្មមរសជាតិមកល្មមឆ្ងាញ់ហ្មងអូខេឥឡូវយើងគិតថារសជាតិវាសមល្មមហើយឥឡូវយើងចាប់ផ្ដើមលើកបន្ទុកក្តាមយើងចុះមកណាឥឡូវយើងមានចានមានអីបងប្អូនអើយដួសដាក់មកឥឡូវបន្ទុកក្តាមយើងបានឆ្អិនរួចរាល់ហើយចង់ប្រាប់ថានេះហើយដែលហៅថាបន្ទុកក្តាមប្រចាំតកូលប្រចាំគ្រួសាររបស់នាងខ្ញុំបងប្អូនអើយគឺតាំងគាត់ដាក់ដួសប៉ុណ្ណឹងមកឡងឈ្ងុយហ្មងតែបងប្អូនធ្លាប់បានសាកអេណាបងប្អូនមួយចំនួនគាត់ប្រកាសជាធ្លាប់បានសាកអើយបន្ទុកក្តាមតែបងប្អូនមួយចំនួនក៏អត់ធ្លាប់បានសាកដែរមើលទៅមែនទេអូខេហើយចំណែកបន្ទុកក្តាមយើងនឹងចង់ប្រាប់ថាយើងញ៉ាំលាយជាមួយនឹងអន្លក់តាមចំណង់ចំណូលចិត្តហ្នឹងខ្ញុំមានស្ពៃមានសសក់មានការ៉ុតមានត្រាប់ជាពិសេសគេហៅថាផ្កាកប៉ោកបងប្អូនដាក់ទៅត្រូវគ្នាមានតែផ្កាកប៉ោកហ្នឹងណាជាពិសេសគេហៅថាស្ពៃកញ្ញាញ់អីហ្នឹងដាក់មកនេះហើយណាគេហៅថាបន្ទុកក្តាមអូខេយើងមានស្ពៃមានសាឡាត់មានទឹកសក់មានអីដាក់ទ្រាប់មកបងប្អូននេះហើយដាក់បន្ទុកក្តាមយើងចូលមកដាក់ចូលក្នុងមាត់មានថាជាតិបងប្អូននេះមានបាយក៏ឆ្ងាញ់ដែរប៉ុន្តែបានយកបាយមកអីគេហ្នឹងនេះញ៉ាំតែតេអញ្ចឹងក៏ឆ្ងាញ់ដែរសណ្តែកគួរកាច់ដាក់មកចង់ប្រាប់ថារសជាតិអេមម៉ែអេមឆ្ងាញ់ម៉ែឆ្ងាញ់ហើយបងប្អូននេះតែបងប្អូនធ្លាប់បានសាកអេមើលទៅប្លែកអត់តែនេះតែប្លែកហើយនិយាយពីឈ្ងុយក្លិនសាច់ក្តាមយើងនឹងមែនតែនរសជាតិវាចង់ប្រាប់ថាជូរប្រៃហឹរផ្អែមនិយាយទៅរសជាតិវាស្តៀងនឹងទឹកគ្រឿងដែរប៉ុន្តែវាឆ្ងាញ់ជាងទឹកគ្រឿងដោយសារតែយើងយកក្តាមសាច់ក្តាមធ្វើនិយាយទៅរសជាតិប្លែកព្រោះធម្មតាបងប្អូនធ្លាប់តែញ៉ាំទឹកគ្រឿងយើងប្រើសាច់ជ្រូកប្រើប្រហុកនេះសាច់ជ្រូកឬក៏អ្នកខ្លះគាត់ធ្វើទឹកគ្រឿងជាមួយនឹងសាច់ត្រីសាច់អីផ្សេងអញ្ចឹងណាតែមកសាកមើលនេះបន្ទុកក្តាមសាច់ក្តាមបងប្អូននេះធានាថារសជាតិប្លែកហើយឆ្ងាញ់ម៉ែឆ្ងាញ់ហើយដូចបាន5ចឹងគ្រួសារនេះខ្ញុំចូលចិត្តណាស់បងប្អូននេះហើយធ្វើញ៉ាំញឹកញាប់មែនទែនហើយបន្លែលក់វិញថាដាក់មកគឺថាតាមចំណង់ចំណូលចិត្តបានលក់ខ្ចីគឺកាន់តែឆ្ងាញ់បងប្អូននេះជាពិសេសផ្កាកប៉ោកដូចបាន5ចឹងដាក់មកញ៉ាំពីត្រូវជាតិគ្នាណាអូខេអាចង្វាទុកយើងនឹងក៏ឆ្ងាញ់ដែរតែដោយសារតែឥឡូវវាពិបាករោនតិចអាចង្វាទុកនឹងបើមានចង្វាទុកដាក់គឺរត់តែឆ្ងាញ់បងប្អូននេះមកឥឡូវកុំឲ្យខាត់ពេលយូរណាមកញ៉ាំបន្ទុកក្តាមជាមួយនឹងខ្ញុំនិយាយថារសជាតិវិញអើយអេមណាស់បងប្អូននេះ
អូខេវីដេអូយើងថ្ងៃហ្នឹងណាមានតែប៉ុណ្្នឹងឯងបងប្អូននេះបន្ទុកក្តាមនេះសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូបន្ទុកក្តាមមួយនេះហើយបើសិនជាបងប្អូនចូលចិត្តសូមបងប្អូនកុំភ្លេចចុច like share ហើយនិង follow page របស់នាងខ្ញុំអ្នកមួយផងណាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នាជាមួយនឹងវីដេអូបន្ទាប់ទៀតអូខេអរគុណច្រើនបាយបាយ